សួស្តីអ្នកគ្នាស្វាគមន៍មកកាន់ Channel កូនទីឈុធីសូមអ្នកគ្នាជួយ Like Subscribe ដាក់សញ្ញាកណ្ដឹងម្នាក់មួយផងថ្ងៃនេះ Admin បានលើកយករឿងថ្មីទៀតហើយមកសម្រាប់ជួយអ្នកគ្នាទស្សនារឿងនេះមានចំណងជើងថាមុនស្នេហ៍ប្តីសុំទានមួយរឿងចប់ដែលបើកឆាកនៅសាច់រឿងរបស់យើងនេះគឺជាតួប្រុសយើងកំពុងតែរត់ចេញពីពិធីមង្គលការណាហើយពេលនឹងតួប្រុសក៏ថាហេតុអីបានជាបង្ខំឲ្យគាត់រៀបការបែបហ្នឹងតួប្រុសរបស់យើងនៅពេលហ្នឹងក៏កលេចឃើញបរិសម្នាក់កំពុងតែរើសអេបចាយចឹងហើយតួប្រុសរបស់យើងគាត់ក៏បានទៅបន្លំខ្លួនមកតែម្ដងហើយឆាយដល់អីនៅពេលហ្នឹងក៏មាននារីម្នាក់ដែលស្លៀកឈុតកូនក្រមុំហ្នឹងរត់ចេញពីពិធីមង្គលការដូចគ្នាដែលនារីម្នាក់ហ្នឹងហើយគឺជាតួស្រីរបស់យើងនេះមានឈ្មោះថាលីនរូឈីងហើយតួប្រុសរបស់យើងសានយូជីងយូធីងណាហើយពេលហ្នឹងគឺតួស្រីរបស់យើងក៏ថាអញ្ចឹងតួប្រុសអត់ទាន់រៀបការណាអីចឹងហើយគាត់ក៏បាននិយាយថាបើសិនជាពួកគេទាំងពីរនៅលីបដូចគ្នាហើយក៏ត្រូវបានគេបង្ខំឲ្យរៀបការដូចគ្នាក៏មកសម្ដែងជាមួយគ្នាតែម្ដងទៅចឹងទៅគឺតួស្រីរបស់យើងគាត់ក៏បានទាញតួប្រុសហើយក៏បានប្រាប់ទៅកាន់ម្ដាយចង់របស់គាត់ហើយព្រមទាំងនាងលីនសៀសៀនេះថាលើនេះគឺគាត់មានប្តីហើយចឹងហើយតួស្រីរបស់យើងគាត់មិនអាចទៅរៀបការជាមួយណាបាននោះទេមនុស្សដែលពួកគេឲ្យបង្ខំឲ្យតួស្រីរបស់យើងរៀបការហ្នឹងគឺតែចាស់និយាយទៅអាយុច្រើនជាងម្ដាយចង់របស់តួស្រីរបស់យើងទៅទៀតហើយមកឲ្យតួស្រីយើងរៀបការតួស្រីរបស់យើងដែរយល់ព្រមអីចឹងហើយឥឡូវនេះតួស្រីយើងក៏រួចខ្លួនហើយតួប្រុសរបស់យើងវិញគាត់ក៏បបួលតួស្រីទៅចុះអីតាស្វល់បន្ទាប់មកក៏ឲ្យអស់តែម្ដងណាតួស្រីរបស់យើងក៏មិនបានចាំផ្លឹកហើយក៏បានសួរថាគេណាផងដែរនិយាយទៅគឺពេលនឹងតួប្រុសរបស់យើងគាត់ក៏បានឡើងឡានទៅជាមួយកូនចៅរបស់គាត់តែម្ដងជាអ្នកមានទេតែដោយសារតួប្រុសរបស់យើងគាត់រៀបចំខ្លួនបែបជាអ្នកសុំទានហើយណាមួយទៅតួស្រីរបស់យើងមកឃើញគាត់រូបភាពបែបហ្នឹងហើយក៏មិនដឹងថាត្រូវប្រាប់តួស្រីរបស់យើងបែបម៉េចតួប្រុសរបស់យើងក៏បានសម្រេចចិត្តលាក់តួស្រីយើងតែម្ដងហើយតួស្រីរបស់យើងវិញគ្រាន់តែទៅដល់ក្រុមហ៊ុនភ្លាមហ្នឹងគាត់ក៏ត្រូវបានគេជេរស្ដីខ្លាំងមែនទែនហើយតួស្រីរបស់យើងគឺគាត់ខំមួយថ្ងៃហ្នឹងគឺដើម្បីតែជីវិតរបស់គាត់ទេតែដូចថាម្ដាយចង់មកតួស្រីរបស់យើងព្រមទាំងនាងលីនស៊ីសៀនេះគឺចង់ឲ្យតួស្រីរបស់យើងហ្នឹងគឺទៅរៀបការជាមួយតាទៅបានលុយមកកណោឲ្យតួស្រីរបស់យើងទៅធ្វើការត្រកនាំទៅហត់ធ្វើអីចឹងទៅពេលហ្នឹងស្រាប់ទៅតួប្រុសរបស់យើងគាត់ក៏ចូលទៅជួយពេលហ្នឹងគឺតួប្រុសយើងក៏ភ្លេចខ្លួនណាគាត់ថាគាត់ស្ដាយធ្វើជាអ្នកអន់ក៏ប៉ុន្តែមកស្ដាយធ្វើជាប្រធានក្រុមហ៊ុនចឹងក៏ដូចជាផ្លៃតួស្រីក៏គិតថាប្រកាសជាតួប្រុសយើងគ្រាន់តែចង់ជួយការពារគាត់អីចឹងហើយគឺគាត់ក៏មិនបានចាប់អារម្មណ៍ច្រើនផងដែរចឹងទៅតួប្រុសរបស់យើងគាត់ក៏បាននិយាយប្រាប់តួស្រីថាកុំបាច់ចាំបាច់បារម្ភអីព្រោះអីគឺគាត់បានមកបន្លំខ្លួនជំនួសចវាយរបស់គាត់តួប្រុសស្រីរបស់យើងហ្នឹងក៏ជួយការពារតួប្រុសរបស់យើងជាប់តែម្ដងហាប៉ែនេះវិញក៏ត្រូវបានតួប្រុសយើងហ្នឹងឡើងទៅដាល់យកគ្មានបណៃដៃមិនតិចនោះទេតួស្រីរបស់យើងក៏រៀងឆ្ងល់ផងដែរតួប្រុសត្រែងសម្ដែងហេតុអីបានជាការស្លៀកពាក់របស់តួប្រុសរបស់យើងហ្នឹងក៏ប្លែកខ្លាំងហើយចំណែកតានេះវិញនេះក៏ត្រូវបាននាងលីនស៊ីសៀហ្នឹងគឺស្ដីឲ្យថាឲ្យតែម្ដងដោយសារតែគាត់ហ្នឹងគឺធ្វើការងារមិនបានល្អហើយក៏បើរួចឲ្យតួស្រីរបស់យើងហ្នឹងគឺបានរួចខ្លួនថែមទៀតនាងក៏បានចូលមកដើម្បីតាញញ៉ៃរករឿងតួប្រុសណាតែរករឿងណាប៉ះតួប្រុសរបស់យើងហ្នឹងគឺគាត់ឲ្យស្បៃតែម្ដងនាងលីនស៊ីសៀហ្នឹងក៏ត្រូវបានកូនចៅរបស់តួប្រុសយើងចាប់ទិញទៅអស់ហើយពេលហ្នឹងតួស្រីក៏សួរណាចោះហេតុអីបានជាតួប្រុសរបស់យើងហ្នឹងមានកៅអៅថ្មីពាក់ច្រើនខ្លាំងម្ល៉េះហើយរបស់ទាំងអស់នេះមើលទៅដូចជា original សិនតែម្ដងណាតួប្រុសក៏ថាមិនមែនទេគាត់គឺខ្ចីរបស់គេមកពាក់សិនណាហើយពេលនេះគឺតួប្រុសរបស់យើងក៏បានជិះម៉ូតូទៅជាមួយតួស្រីយើងវិញហើយតួប្រុសរបស់យើងរត់ដល់ហ្នឹងធ្លាប់តែបើកឡានហើយមិនដែលមានណាវាថាបើកដោយខ្លួនឯងនោះទេចឹងហើយគឺតួប្រុសរបស់យើងក៏ឲ្យតួស្រីជិះទៅមុនទៅចាំគាត់រកផ្លូវដោះស្រាយទៅដោយខ្លួនឯងតួស្រីរបស់យើងទៅហ្នឹងក៏បិញនឹងត្រូវឡានបុកហើយពេលហ្នឹងដែរគឺតួស្រីរបស់យើងហ្នឹងក៏បុកមកចំឡានមួយនេះឡានមួយហ្នឹងគឺជារបស់តួប្រុសរបស់យើងហ្នឹងឯងមានណាពេលហ្នឹងគឺតួស្រីរបស់យើងហ្នឹងក៏ឃើញចេះតួប្រុសរបស់យើងហ្នឹងគឺចង់កិច្ចតាណាហើយស្រាប់តែពេលហ្នឹងតួប្រុសយើងខ្លាចតែតួស្រីគឺបានឃើញមុខគាត់ក៏ចូលទៅក្នុងឡានផងពួនផងអីផងណាហើយតួស្រីរបស់យើងក៏ទៅអើតមើលនៅកញ្ចក់ឡាននេះតែសំណាងល្អដែលកញ្ចក់ឡានតួប្រុសរបស់យើងហ្នឹងគឺមើលធ្លុះដល់ក្នុងដល់ពេលអញ្ចឹងហើយគាត់ក៏រួចខ្លួនហើយរឿងម៉ូតូរបស់តួស្រីរបស់យើងនេះវិញក៏តួស្រីរបស់យើងគាត់ក៏ដោះស្រាយឲ្យខ្លួនឯងហើយណាមួយទៀតក៏ធ្វើឲ្យកូតឡានគេឡានរបស់តួប្រុសរបស់យើងហ្នឹងតម្លៃរាប់លានណាហើយតួស្រីរបស់យើងតប៉ះតិចតួចហ្នឹងប្រកាសជាចប់ហើយពេលហ្នឹងគឺតួប្រុសរបស់យើងដើម្បីតែសម្ដែងឲ្យតួស្រីរបស់យើងគឺបានវាថាអត់សង្ស័យអីទៅលើគាត់ណាតួប្រុសរបស់យើងគាត់ក៏ថាគាត់គឺទៅតែមកពីកន្លែងនេះគាត់មានរបួសមានអីចឹងទៅចឹងហើយបានជាគាត់នឹងឲ្យគាត់អត់បានលើកទូរស័ព្ទតួស្រីរបស់យើងតួប្រុសយើងក៏រួចខ្លួនម្ដងទៀតណានិយាយពីថាល្បិចច្រើនខ្លាំងមែនតើកូនចៅរបស់តួប្រុសរបស់យើងនឹងក៏ណាទៀតណាគេតាមចវាយរបស់គេខ្លាំងណាស់អញ្ចឹងទៅឥឡូវនេះគឺតួប្រុសរបស់យើងគាត់ក៏ត្រូវរៀបចំកម្មវិធីមួយតួប្រុសយើងខ្លាចទៅញាក់ស្នាក់អ្នកស្នងមរតកនៅក្នុងគ្រួសារសែនណាហើយតួស្រីរបស់យើងក៏ត្រូវចូលមកក្នុងកម្មវិធីនឹងដូចគ្នាចឹងហើយពេលហ្នឹងស្រាប់តែតួស្រីរបស់យើងហ្នឹងក៏កលេចឃើញតួប្រុសយើងមើលទៅពីក្រោយខ្នោះស្ទៀងប្តីរបស់គាត់ខ្លាំងម្ល៉េះពេលហ្នឹងតួប្រុសក៏ថាមិនបានប្រពន្ធរបស់គាត់ហ្នឹងមក
កម្មវិធីនឹងដែរតួប្រុសយើងឡាដឹងរឿងមិនតិចសោះចឹងទៅគឺតួស្រីរបស់យើងហ្នឹងក៏នេះស្រីម៉ែអ្នកនេះក៏ថាតួស្រីរបស់យើងច្រឡំមនុស្សឲ្យដឹងប្តីតួស្រីរបស់យើងឯណាជាប្រធានក្រុមហ៊ុននោះតួស្រីដើម្បីតែឲ្យដឹងច្បាស់គាត់ក៏ឲ្យប្រាប់ឲ្យគេឆាប់ឈប់ភ្លាមទៅពេលហ្នឹងស្រស់ទទួលប្រុសយើងមិនចង់ឲ្យតួស្រីឃើញមុខក៏ទៅអត់ក្បាលជាមួយនំខេកឡើងប្រឡាក់មុខឲ្យតួស្រីរបស់យើងក៏ថាចេះហេតុអីបានជាមើលទៅដូចជាអញកំបាំងខ្លាំងម្ល៉េះចឹងទៅគឺតួស្រីយើងគាត់ក៏បានយកกระดาษហ្នឹងដើម្បីចូលទៅជួយជូតឲ្យគេតែម្ដងតែតួប្រុសរបស់យើងកាន់តែចូលចិត្តណាស់កិច្ចណាស់តែម្ដងតែតួស្រីរបស់យើងចាប់បានតែគាត់កុហកហ្នឹងប្រកាសជាចាប់ជាមិនខានហើយនាងលៀនសៀហើយនឹងម្ដាយរបស់នាងវិញនេះក៏ថាហេតុអីបានជាតួស្រីរបស់យើងហ្នឹងអាចចូលមកក្នុងកម្មវិធីអ្នកនាមដល់នីតិនេះបានប្រអីកម្មវិធីមួយហ្នឹងមានតំណែងមានមុខមានមាត់តែប៉ុណ្ណោះដែលអាចចូលបានតែចៃដន្យអីគឺតួស្រីរបស់យើងហ្នឹងក៏ជាបុគ្គលិកនៅក្នុងក្រុមហ៊ុននឹងដូចគ្នាចឹងហើយថាថៃនៃតួស្រីរបស់យើងមិនអាចចូលបាននោះនាងលៀនសៀនេះវិញបានក៏មានកន្លែងហ្នឹងគឺរកទៅរឿងតួស្រីរបស់យើងទេនាងក៏និយាយបញ្ចុះឲ្យនេះពួកស្រីនៅក្នុងកម្មវិធីហ្នឹងគឺនាំគ្នាចាត់ធ្វើបាបតួស្រីរបស់យើងទៅហើយក៏បានបង្ខំឲ្យតួស្រីរបស់យើងផឹកស្រាថែមទៀតពេលហ្នឹងតួស្រីយើងគឺអត់ជឿទុកចិត្តទេមិនដែលណាមកលើកស្រាយគាត់ឲ្យមកឲ្យគាត់ផឹកណាប្រកាសជាពួកគេបានលួចដាក់ថ្នាំជាមិនខានតួស្រីរបស់យើងហ្នឹងក៏ទៅកឡុកកៅស្រាហ្នឹងដើម្បីតែដូរចេញពីព្រោះអីគឺគាត់អាចខ្លាចថាពួកហ្នឹងនឹងអាចដាក់ថ្នាំអីមកលើគាត់តួស្រីរបស់យើងគាត់អាចក៏ត្រូវការពារជាមុនចឹងហើយធ្វើឲ្យនាងលីនស៊ីនេះក៏មិនដឹងថាត្រូវធ្វើបើតួស្រីរបស់យើងបែបមិនទៀតចឹងទៅតួស្រីរបស់យើងហ្នឹងក៏បានទៅចាប់ស្រាបច្រកតែឲ្យនាងលីនស៊ីនឹងម្ដងក្រែងចូលចិត្តធ្វើបាបគេខ្លាំងណាស់ហើយគឺតួស្រីរបស់យើងគាត់អាចក៏ចាប់ការឡើងមកឆ្ងាញ់នាងលីនស៊ីនេះក៏ថាអញ្ចឹងចាប់ទៅគឺស្រាហ្នឹងគឺវាគ្មានថ្នាំអីទេតួស្រីរបស់យើងគឺមិនអាចរួចខ្លួនបានទេចឹងហើយក៏ខឹងតួស្រីធ្វើអីមិនបានច្រើនតួស្រីរបស់យើងទម្លាក់ទឹកហើយតួស្រីរបស់យើងគាត់មានចេះហាទឹកអីណាចឹងហើយក៏ចាប់ផ្ដើមស្លាក់ខ្យល់ណាដែលសំណាងល្អតួប្រុសយើងក៏លោតចូលមកឃើញគាត់ក៏បានទៅជួយតួស្រីរបស់យើងតែម្ដងបន្ទាប់ពីជួយសង្គ្រោះតួស្រីយើងបានគាត់ក៏ភៀសខ្លួនទៅភ្លាមហ្មងខ្លាចថាតួស្រីរបស់យើងនឹងបានឃើញមុខគាត់អីចឹងទៅណាចឹងហើយតួស្រីរបស់យើងពេលដែលក្រោបឡើងភ្លាមឡើងល្ងីហើយតួប្រុសរបស់យើងវិញគាត់ក៏បានចូលមកជួយការពារតែតួប្រុសរបស់យើងគឺគាត់មិនបានប្រាប់ថាគាត់ជាណាទេហើយតួប្រុសយើងក៏បញ្ញាដើម្បីតែ3តួស្រីត្រឡប់ទៅផ្ទះវិញតែម្ដងតួស្រីយើងក៏ឆ្ងល់ជាមួយតួប្រុសថាល្ងាចនេះគឺតួប្រុសរបស់យើងបានតាណាដែរអត់ហេតុអីបានជាឈុតរបស់តួប្រុសរបស់យើងគឺសន្តាននៅប្រធានរបស់គាត់ដែលបានស្លៀកកាលពីល្ងាចមិញខ្លាំងម្ល៉េះតួប្រុសយើងគាត់ក៏បានកុហកតួស្រីយើងម្ដងទៀតហើយថាប្រកាសជារឿងចៃដន្យគាត់តែមានលុយអាណាទិញស្លៀកឈុតថ្លៃហើយក៏ចូលទៅក្នុងកម្មវិធីអ្នកមាននឹងបានហ្នឹងហើយកុំឲ្យតួស្រីរបស់យើងក៏ចេះមកសង្ស័យជាមួយគាត់បែបហ្នឹងតួប្រុសរបស់យើងគាត់មិនបានដឹងរឿងអីទេចឹងហើយតួប្រុសយើងក៏រួចខ្លួនម្ដងទៀតហើយដើម្បីតែយកចិត្តតួស្រីយើងកុំឲ្យគាត់សង្ស័យណាតួប្រុសយើងក៏ទៅរៀបចំម្ហូបរៀបចំអីចឹងទៅតែតួស្រីរបស់យើងវិញក្នុងចិត្តរបស់គាត់នៅតែសង្ស័យចឹងបើតាមមើលទៅគឺប្រធានក្រុមហ៊ុនហើយព្រមទាំងតួប្រុសវាមិនដែលមនុស្សណាដែលមានរូបរាងស្តៀងគ្នាដល់ថ្នាក់ហ្នឹងណាដូចគ្នាបេះបិទតែម្ដងហើយតួស្រីរបស់យើងឥឡូវនេះគាត់ក៏ត្រូវទៅសភាការងារមកកន្លែងនេះជាក្រុមហ៊ុនរបស់តួប្រុសហ្នឹងណាចឹងហើយគឺតួស្រីរបស់យើងក៏ត្រូវបានតួប្រុសយើងជួយឲ្យប្រាប់ទៅកាន់ HR នេះឲ្យជួយមើលតួស្រីមើលតាមឈ្មោះអញ្ចឹងណាចឹងហើយគឺតួស្រីរបស់យើងនៅពេលហ្នឹងគាត់ក៏សភាបានជាប់តែម្ដងតែនាងលីងស៊ីហ្នឹងគឺតាមផ្ចាញ់ផ្ចាតួស្រីរបស់យើងខ្លាំងហើយក៏ថាតួស្រីគឺមិនបានរៀនចប់នៅក្នុងសាកលវិទ្យាល័យល្អអីត្រឹមត្រូវទេនាងគឺរៀនចប់ត្រឹមតែបាក់ដប់តាប៉ុណ្ណោះចឹងហើយការងារធំទាំងអស់ហ្នឹងគឺតួស្រីរបស់យើងមិនអាចចេះទៅធ្វើបានតែកូនចៅរបស់តួប្រុសយើងក៏បានចូលមកប្រាប់ថាពេលនេះគឺតួស្រីយើងគឺបានជាប់នៅក្នុងការសម្ភាសហើយចឹងហើយដំណឹងល្អមួយនេះតួស្រីរបស់យើងក៏បានយកទៅប្រាប់តួប្រុសរបស់យើងភ្លាមហើយតួប្រុសរបស់យើងហ្នឹងគឺគាត់បានដឹងរឿងមុនតើក៏ប៉ុន្តែឲ្យតែគាត់គឺបានឃើញស្នាមញញឹមតួស្រីរបស់យើងបែបហ្នឹងហើយគាត់ក៏សប្បាយចិត្តទៅជាមួយតួស្រីរបស់យើងដូចគ្នានាងលីនស៊ីបន្ទាប់ពីតួស្រីគឺបានចូលទៅធ្វើការនៅក្នុងក្រុមហ៊ុនហ្នឹងហើយនាងក៏ចាប់ផ្ដើមមករករឿងតួស្រីរបស់យើងបន្ថែមហើយក៏ថាតួស្រីរបស់យើងហ្នឹងគឺមិនអាចធ្វើការនៅទីហ្នឹងបានសក់ស្រួលទេពីព្រោះអីនាងគឺបានទៅញុះញង់ពួកបុគ្គលិកនៅក្នុងក្រុមហ៊ុនហ្នឹងឲ្យនាំគ្នាស្អប់តួស្រីរបស់យើងទាំងហ្វងឯហ្នឹងចឹងហើយតួស្រីរបស់យើងធ្វើការនៅទីហ្នឹងក៏មិនសូវជាបានសក់អីប្រហែលដែរឲ្យតែមានលីនស៊ីនៅទីនេះហើយស្រាប់តែពេលហ្នឹងតួប្រុសយើងក៏ត្រូវចូលទៅក្រុមហ៊ុនហើយតួស្រីក៏ជិះក្នុងចតាយន្តប្រអប់ណាតែសំណាងល្អដែលចតាយន្តប្រអប់ហ្នឹងគឺវាបិទទៅមុនចឹងហើយគឺតួស្រីរបស់យើងគឺមិនបានឃើញមុខតួប្រុសរបស់យើងទេ
ตัวสระปรอยนั่งก็รุ่ยครวนมาดองเตี้ยหน้าแต่เรื่องเลี้ยอัดกับบังนั่งมวยนั่งคือตัวปรบยังขมิ้นทั้งไงเลี้ยจัดเตะแต่เมียนเรื่องนั่งหายประกอบจิตทั้งไงนะมวยใบเชี่ยเหมือนแค้นจังให้ตัวสระยังนั่งกับบานเตาจ่อมาโจประเทศให้ไปนั่งได้นี่ก็โจจมวยเนี่ยกรบกรองมูนี่เนี่ยกรบกรองมูนั่งกับบานใหญ่ไอตัวสระบยังนั่งแต่ละการงี้จิตราไอแต่การตัวสระปรอยในลินสีเสียนั่งคือบานโยเรื่องพิจารณาจิตรามาปรับเนี่ยเนี่ยกรบกรองมูนั่งให้อาหารจังให้คือตัวสระยังกับเตยบานเกตทั่วบ้านจีบันโตให้ตัวปรบยังไว้เนี่ยก็เคยตัวสระเนื้อสกดำมาประตบบอกกวาดนะจังให้ก่อนไพ่ตัวปรอยยังกวาดก็รถตะปูนเพลียมแต่ขมิ้นปูนบานจัดโนเตตัวสระบยังก็มาดอเพลียมแต่มาดองนะจังหายเป็นนั่งคือตัวปรบยังนั่งก็กวาดสมได้ทั่วจีกวาดนั่งแมนจีประเทศในโนเตปรอยข้าแต่แกบ้านดังเหรอให้เนี่ยกรบกรองมวยเนี่ยไว้นี่เมื่อจ่อเมื่อลางเตอก็ดังแทบเป็นนี่ฮะตัวปรบยังกับปงแต่มีเรื่องก็họไอจังเตอเล่นเสียเกือบบ้านดังเรื่องเตแต่ตัวปรอยนั่งคือเชียร์นะจังหายเนี่ยกับบ้านดังโจมาดับใบแต่มาเจตัวปรบยังให้ตัวปรอยวิญญาณกับตีนหลกมูเนี่ยให้ก็ปริกพนัยพองไอพองกันนะเอาจุยกับhọกวาดพองจังให้หลกมูกับโยใส่เรื่องจังเตอคือตัวปรบยังกวาดกับรุ่ยครวงไปตัวสลายยังมาดองเตียนให้นักน้องกรมพรในวัยนี้ก็หลบใบนะถามมิ้นปะปนหรือบอลลงประเทศนั่งคือบ้านมาเทอร์กายเนตีนั่งก็บันไดพวกแกคือบ้านดังเตทำมันเนี่ยมันเนี่ยในจังเตอพี่โปรไอตามเมอร์เตอร์ลินสีเสียพวกแกก็ทาสนามเชียงนะแต่ซาแต่ลินสีเสียนั่งชินเมียนให้เป็นนี่ฮะเนี่ยครบครองนั่งคือบ้านเทอร์บ้าไอแต่เลยตัวสลายเยอะงอจังหายคือนั่งลินสีเสียนั่งกับบ้านแต่สลายไอเนี่ยครบครองพองไอพองให้มันตอบมาแล้วเนี่ยคือลินสีเสียหนึ่งเนี่ยครบครองมูนั่งก่อนนอกเนี่ยเตี้ยตอบไฟเนี่ยหลังไปนั่งโปรไอเนี่ยครบครองมูนั่งคือทัวไอเหมือนกันโน้ให้ตัวสลายบ่เยอะไว้คือควอเตเนี่ยน่าจังทัวไอกับทัวเตยคือตัวสลายบ่เยอะนั่งก็กอดมาเล่นชาติเราสบายจมูกอย่างตัวปลาบ่เยอะในขังกลายแต่วันเนี่ยเป็นนี่ฮะคือเนี่ยลินสีเสียให้นั่งมาได้แต่บ่เนี่ยงกับปงแต่นอกนี่วิพิษานี่ให้กับบ้านมันโยกหลงตานำไปเอาหลงตานั่งคือดอกมันเอาเจอเปะปอนจมูกตัวสไลสำคัญนั่งคือเราจะชวนชลีทัวบาตัวสไลบ่เยอะแต่มาดองฮะเลยในได้เอาโปเกนั่งก็บอกกับขนมขนมฮอนนั่งกับน้องนี่โจมาดับไปแต่ตัวปนหรือบ่ประเทศใต้ก็บันใต้เนยไปแต่เคยแต่ตัวสไลบ่เยอะนั่งจีมาโตมาอีจังเตอโปเกคือบ้านดังแต่ทำมันเนี่ยเนยให้สันตะซอกนี่ไว้นั่งคือเนียงลินสีเสียเอาแต่เคยตัวสไลบ่เยอะดอนนากับดอยเนี่ยคือตายแต่ไหนยัยปีเรื่องกระบอกตัวสไลตายแต่เหมือนจีก้าปัดหน้ามาปรับแต่มาดองให้ตัวตัวสไลบ่เยอะต่ำปัดเตยกวาดคือเตยเหมือนยามาฮไปหลังนี้จูบจมจมูกนังกลัวซาหรือบอกกวาดนะให้ตัวสลายยังก่อนน้องไปได้บอกกวาดมาเอาช่างหายเอาเนยไปแต่พวกแกนั่งคือบ้านใหญ่แทนแจ้ถ้าไอ้บ้านchỉตัวสลายบอกยังนั่งแต่โยกไปได้เนี่ยกระโดดถนัดนั่งเนี่ยละติดตัวนั่งคือบ้านแม่ให้มาได้หรือบอกเนี่ยเรียนสีเซียนก็อดกองขุนไอ้ตามมาดองถ้ากองสลายบอกเนี่ยง่ายคือฉลาดหายาก็บ้านรอเคยไปได้เนี่ยเมียนไอ้ช่างเตยอย่าเตยคือคนบอกแกนั่งง่ายคือดึกเมียไปตามมาดองตัวสลายบอกเยอะวิญญาณกรอนแต่จิตดมกลัวแต่แบบปนนั่งไอ้เดี๋ยวไปช่างหายตัวสลายบอกเยอะกว่าก็มันจ้องต่อตั้งไอ้ชราจมูกนั่งมาได้ช่องนั่งให้เนื้อลินสีเสียพองได้ให้หลงตาไว้กระโดดบานปีเนี่ยไม่ก็นั่งงานนอกนี่มาพรมตะเจี๊ยตั้งปีเหมือนตอนบานตัวปรบยังมาจวบช่างหายคือปุตัวปรบยังคือขมิ้นทั้งไงอายุจัดชเนี่ยจัดบอลหลงตาบานโนเต้หายเป็นนี่ฮะคือมาได้เดี๋ยวบอลเนี่ยมาได้มิงมาตัวสไลด์บอลยังนั่งกับบานใหญ่แท้นี่ลินสีเสียนั่งคือไอรอเคยเนี่ยเมียนจรันจินตัวสไลด์บอลยังตัวเตี้ยลินสีเสียกับคอมอัดโคลนคัดคอมอัดโคลนไอไงจังเตอร์หายกับบังให้ผีเมียไปแต่เนี่ยคือเปียจอบหนังโคลนมาได้ช่องในวันเนี่ยเป็นนักได้สาวแต่มาบอกตัวปรบเยอะนังไงก็รักกับบานโจมาให้เป็นนังไงคือเนี่ยเนตีนังไงคือบ้านดังเรื่องไอ้ดูเตก็ถ้าตัวปรบเยอะนอนมาได้ครูนมานังไงคือเปียเสียเปียนังไงคือสไตล์เราบอกคลายมาอวดมาไอ้แต่ตัวมาบอกตัวสไลปรบเยอะนังไงคือขมิ้นไอ้สมบัยแต่มาเรียกรอมไอ้จีมันดูปรดอันมันเนี่ยไอ้ช่างเต๋อไอ้เมียนดังเรื่องไอ้มันติซ่าให้กับน้องขมิ้นโจมาแทงเอาตัวสไลบเยอะหลังไปหน้าไปในแต่มาดองนะช่างให้คือตัวปรบเยอะไงกับใบแต่กับเอาตัวสไลคือบ้านดังเรื่องได้ถ้าพวกแกต่างปีจีน่ะมีน่ะไอ้ช่างตั้งนั้นให้กวาดก็มันจ้องไอ้ตัวปรบตัวสไลบเยอะนังคือโยฉลอมกัดนึกขนมกวาดนึกขนมในถามมันล้อมันไอ้ช่างเตอแม่บอกตัวปรยังคือโยนในแต่เราไปมาดักคลุนแบบนังหายนี่คือสลับแต่มาได้จ้องบอกตัวสไลบเยอะนังกับบานโจมาเดียร์ไทม์แม่บอกตัวปรบเยอะนังคือยังคลั่งหมองอย่าเตอได้คลั่งได้นะเอาแต่ป้ากวาดคือได้บอกกวาดลองเตอเพลียมหมองอย่าเตอคือกระตะเตอเพลียมช่างหายมาได้บอกเนี่ยลินสีเสียนังกูจ้องต่อบีบแท้ชั่ว
តវ៉ាមិនចេះចប់មិនចេះហើយតែម្ដងចឹងទៅគាត់ក៏ខំតបណាថាកុំអោយរករឿងអីគេឲ្យសោះខ្លាចថាមានបញ្ហាជាបន្តទៀតនេះចឹងទៅគឺតួប្រុសរបស់យើងក៏ប្រាប់ម៉ាក់របស់គាត់ណាថាមិនបាច់រករឿងទេម៉ាក់នៅស្ងៀមទៅព្រោះអីខ្លាចថានឹងមានបញ្ហាចឹងទៅគាត់មិនចង់មានរឿងមានអីច្រើននោះទេចឹងហើយឥឡូវនេះដែរគឺពួកគេនឹងក៏គាត់ថាបើរបស់តួស្រីគឺស័កសមពិតជាអ្នកក្រពិតមែនគេគឺពិតជាមនុស្សដែលគ្មានអីទាល់តែសោះហើយសាប់តែពេលនឹងដែរនេះគឺតួប្រុសយើងនឹងដើម្បីតែជួយតួស្រីយើងមកណាគាត់ក៏បានបញ្ជូនឲ្យកូនចៅរបស់គាត់នឹងទៅរៀបចំកាដូជាច្រើនមកតែម្ដងណាដើម្បីយកមកជូនលោកតាហើយជាកាដូសម្រាប់លោកតាអញ្ចឹងទៅហើយលោកតាគាត់បានដឹងរឿងទេថានេះហើយគឺជារបស់ដែលតួប្រុសរបស់យើងនឹងគឺបានផ្ញើមកឲ្យអញ្ចឹងទៅណាដូច្នេះហើយគាត់ក៏មិនបានដឹងរឿងអ្វីយ៉ាងហើយនេះស្រីជើងតួស្រីរបស់យើងវិញនេះពេលនឹងដែរស្រាប់តែពីអ្នកម៉ែកូននឹងក៏ចាប់ផ្ដើមវាបកទៅលើតួស្រីរបស់យើងទៀតហើយពួកនឹងគឺខំតួស្រីរបស់យើងខំមិនលេងតែម្ដងណាឲ្យតែបានធ្វើបាបតួស្រីរបស់យើងពេលណាហើយគឺពួកគេនឹងគឺបានចិត្តតែម្ដងចឹងហើយគឺតួប្រុសរបស់យើងគាត់ដូចជាហត់នឹងការសម្ដែងនឹងខ្លាំងមែនតើព្រោះអីកាន់តែធ្វើណាហើយគឺពួកគេនឹងគឺកាន់តែអាក្រក់ជាមួយនឹងតួស្រីរបស់យើងលើដើមចឹងហើយតួប្រុសយើងក៏ប្រាប់តួស្រីថាអីទេពួកគេទាំងពីរនឹងគឺមិនអាចមើលឃើញអនាគតបានទេតែថ្ងៃណាមួយជីវិតរបស់ពួកគេប្រកាសជាល្អចឹងហើយតួស្រីរបស់យើងគាត់ក៏បាននិយាយប្រាប់តួប្រុសថាគាត់មិនខ្វល់ទេទោះបីជាតួប្រុសរបស់យើងមានការងារបែបណាក៏ដោយពួកគេទាំងពីរគឺត្រូវតែនៅជាមួយគ្នាបានលិនស៊ីសៀនេះវិញនេះពេលនឹងបានលោកតាអាងចាងជួយការពារនាងកាន់ជើងនាងហើយក៏មកស្អប់តួស្រីរបស់យើងណាចឹងហើយក៏ធ្វើគ្រប់បែបយ៉ាងទៅលើតួស្រីដោយមិនបានខ្វល់ពីណាទេអ្នកណាចង់និយាយក៏និយាយទៅតែនាងចង់ធ្វើហើយក៏នាងធ្វើហើយចឹងហើយតួស្រីរបស់យើងក៏គិតថាមិនបានគ្រួសារមួយហ្នឹងគឺអាក្រក់មួយគាត់ដល់ថ្នាក់ហ្នឹងតួប្រុសយើងក៏បានប្រាប់ពួកគេថាអញ្ចេះឥឡូវនេះគឺឈប់ត្រឹមហ្នឹងទៅហើយពេលហ្នឹងដែរគឺលោកតាវិញហ្នឹងគាត់កំពុងតែសង្ស័យជាមួយតួប្រុសរបស់យើងផងអីផងណាចឹងហើយគាត់ក៏បាននិយាយប្រាប់ថាអញ្ចេះអ្នកដែលអាចចូលមកគ្រួសាររបស់គាត់បានហ្នឹងគឺវាថាត្រូវតែជាគ្រួសារអ្នកមានណាអីចឹងទៅហើយតួប្រុសរបស់យើងគឺគាត់មានក៏ប៉ុន្តែគាត់គឺមិនចង់អួតឲ្យគេហ្នឹងដឹងឮពីរឿងរបស់គាត់អីច្រើននោះទេតួប្រុសរបស់យើងហ្នឹងគឺគាត់ចង់រស់នៅដោយសន្តិភាពមិនបាយអួតអ្នកណាមានអ្នកណាបានដឹងពីរឿងគាត់តែដូចថានេះលីនស៊ីសៀនេះគឺបានគេដាក់ខ្លួនតិចតួចហ្នឹងគឺនាងជន់មិនងើបតែម្ដងណាមិនដកជើងតែម្ដងនាងគឺរត់តែម្ដងរឿងធ្វើបាបតួស្រីរបស់យើងបន្ថែមអញ្ចឹងឥឡូវនេះគឺគាត់ក៏ត្រូវរៀបចំហើយលោកតាវិញគាត់ក៏បានជឿណាទទួលប្រុសរបស់យើងហ្នឹងនឹងអាចមើលការពីប្រពន្ធបានឥឡូវនេះចាប់ផ្ដើមចូលមកខាងតួស្រីរបស់យើងវិញហើយពេលហ្នឹងគឺតួស្រីរបស់យើងហ្នឹងក៏រៀងថាអញ្ចឹងហេតុអីបានប្តីរបស់គាត់ហ្នឹងល្អដល់ថ្នាក់ហ្នឹងមើលថែគាត់បានយ៉ាងល្អដោយមិនបានជឿទៅលើអ្នកណាឯនោះទេអញ្ចឹងហើយតួស្រីយើងគាត់ក៏សប្បាយចិត្តខ្លាំងមែនតើដែលបានតួប្រុសរបស់យើងមនុស្សប្រុសល្អបែបហ្នឹងមនុស្សចិត្តខ្លួនគាត់បែបហ្នឹងហើយពេលហ្នឹងដែរគឺម៉ាក់របស់តួប្រុសរបស់យើងហ្នឹងគាត់កំពុងតែគិតថាអញ្ចេះហេតុអីបុគ្គលប្រុសរបស់គាត់ត្រូវបន្លំជាអ្នកក្រដែរអញ្ចឹងហើយដើម្បីឲ្យសប្បាយគឺម៉ាក់របស់តួប្រុសរបស់យើងហ្នឹងក៏បន្លំធ្វើជាអ្នកបោះសម្អាតនៅក្នុងក្រុមហ៊ុនរបស់គាត់តែម្ដងហើយតួស្រីរបស់យើងវិញនៅពេលហ្នឹងដែរគាត់ក៏ជាស្ដាយន្តប្រអប់ហើយអ្នកគ្រប់គ្រងស្រីជើងល្អនេះប្រធានរងហ្នឹងនាងក៏បានចូលមករករឿងតួស្រីរបស់យើងណាហើយក៏ថាអញ្ចេះឥឡូវនេះស្ដាយន្តប្រអប់ហ្នឹងលើទងន់ហើយក៏បានច្រានឲ្យតួស្រីរបស់យើងចេញតែម្ដងហើយពេលហ្នឹងដែរនេះពួកគេក៏ច្រានឲ្យទាំងនាមម៉ាក់របស់តួប្រុសរបស់យើងដែលបន្លំខ្លួនធ្វើជាអ្នកសម្អាតទៀតតួស្រីរបស់យើងហ្នឹងក៏បារម្ភខ្លាំងមែនតើគាត់ក៏បានចូលទៅសួរស្រុកតុកណាថាមិនខែឥឡូវហ្នឹងអញ្ចឹងហើយគាត់ក៏បានជួយលារបួសឲ្យត្រង់ជើងរបស់នេះម៉ាក់របស់តួប្រុសរបស់យើងតែម្ដងហើយពេលហ្នឹងដែរនេះលីនស៊ីសៀហ្នឹងក៏ថាតួស្រីរបស់យើងហ្នឹងគឺពិតជាអន់ខ្លាំងណាស់អញ្ចឹងហើយនាងក៏បានមកប្រាប់នេះគ្នារបស់នាងអ្នកគ្រប់គ្រងហ្នឹងដើម្បីតែទៅរករឿងតួស្រីរបស់យើងតែម្ដងទៅឥឡូវនេះហិតចាប់ការហើយក៏ក្តាប់នាងតែម្ដងណាកុំឲ្យនាងរើតាណារួចឲ្យសោះពួកគេហ្នឹងគឺត្រូវតែចាប់ការហើយពេលហ្នឹងអ្នកស្រីជើងល្អនេះក៏ទទួលបានដំណឹងថាជំទាវម្ដាយរបស់ប្រធានក្រុមហ៊ុនណានឹងចូលមកក្រុមហ៊ុនហ្នឹងហើយអញ្ចឹងហើយពួកគេក៏នាំគ្នាទៅរៀបចំចែកដានអីគឺម្ដាយរបស់ប្រធានក្រុមហ៊ុនហ្នឹងមកនឹងហើយតែពួកគេគឺអត់បានដឹងនោះទេក៏នាំគ្នាចូលមកធ្វើបាបហើយក៏បាននិយាយឌឺដងណាទទួលស្រីរបស់យើងហ្នឹងទៅនាំអ្នកស្រុកអ្នកស្រែហ្នឹងមកពីណាអញ្ចឹងហើយនាងក៏អត់ខ្លួនឯងក្តែងថានាងមានតំណែងតំណងបែបណាជាមួយនឹងប្រធានក្រុមហ៊ុននៅទីហ្នឹងអញ្ចឹងហើយក៏ថាអញ្ចេះទៅទៀតណានឹងនាងនឹងខ្លាចទៅជាអ្នកស្រីនៅទីហ្នឹងហើយអញ្ចឹងហើយគឺតួស្រីរបស់យើងគួរតែរើចេញទៅលឿនទៅកុំឲ្យខ្វះគេតាន់ហើយមកមើងងាយដោយទាំងម៉ាក់របស់តួប្រុសរបស់យើងថែមទៀតនេះហើយពេលហ្នឹងស្រាប់តែម៉ាក់របស់តួប្រុសរបស់យើងជំងឺរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមរើឡើងមកភ្លាមហ្មងអញ្ចឹងហើយតួស្រីរបស់យើងក៏សួរណាតើថ្នាំរបស់គាត់នៅណាពេលហ្នឹងគឺម៉ាក់របស់តួប្រុសរបស់យើងហ្នឹងក៏ឈឺបេះដូងខ្លាំងមែនតើតែមានអ្នកគេជួយទេហើយសុំនាងនេះស្រីជើងល្អនេះដែរនាងជួយឲ្យថ្នាំនាងមានដៃហ្នឹងក៏នាងមិនបានឲ្យផឹកដែរនាងសោះចុយកូនចៅរបស់នាងហ្នឹងគឺឆាប់តបតួស្រីរបស់យើងឲ្យជាប់ភ្លាមទៅអញ្ចឹងហើយស្រាប់តែពេលហ្នឹងដែរគឺកូនចៅរបស់តួប្រុសរបស់យើងក៏ជួយមកមើលតាន់ហើយពេលហ្នឹងដែរគឺនាងម៉ាក់របស់តួប្រុសរបស់យើងគាត់ក៏បារម្ភមួយតួស្រីណាហើយក៏ឃើញណាដៃរបស់តួស្រីរបស់យើងមានរបួសទៀតនេះ
អ្នកណាគេហ៊ានខ្លាំងម្ល៉េះធ្វើបាបកូនប្រសាស្រីរបស់គាត់ចឹងហើយគឺអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុននឹងមួយទៀតហ្នឹងក៏បានតែក៏ភ្លៀងស្រីជើងល្អនឹងតាមម្ដងហើយម៉ាក់ទទួលប្រករបស់យើងវិញគាត់អត់តបានបង្ហាញពាក្យតាសញ្ញាណពិតរបស់គាត់ហ្នឹងឲ្យពួកហ្នឹងគឺបានឃើញទេចឹងហើយក៏ធ្វើឲ្យស្រីជើងល្អហ្នឹងគឺរត់ទៅហ៊ានថែមហើយក៏បានថាអញ្ចឹងគឺមកពីតួស្រីរបស់យើងនឹងឯងដែលបាននាំយកអ្នកក្រៅហ្នឹងចូលមកក្រុមហ៊ុនបើសិនជានេះមិនចាប់ការនោះទេថ្ងៃក្រោយគឺតួស្រីរបស់យើងហ្នឹងគឺប្រកាសជាយកមកធ្វើថែមតែម្ដងចឹងហើយនាងក៏ត្រូវតែធ្វើបន្តណាហើយពេលហ្នឹងម៉ាក់តួស្រីរបស់យើងវិញនេះគាត់មិនចង់អង្គរឿងអីច្រើនទេហើយម៉ាក់របស់តួប្រុសរបស់យើងវិញនិយាយថាដូចកូនគេបែបបិទហ្មងទៅពីអ្នកម៉ាក់កូនគេហ្នឹងគឺដូចគ្នាហ្មងបកែខាងល្បិចច្រើនហ្នឹងហ្មងណាតែមិនល្បិចអាក្រក់អីណាស់ណានោះទេហើយពីអ្នកនេះវិញនៅកំពុងតែឆ្ងល់ណាហេតុអីបានជាអ្នកគ្រប់គ្រងនៅក្នុងក្រុមហ៊ុនហ្នឹងនាំគ្នាជួមកការពារស្រីបោះសម្អាតព្រមទាំងតួស្រីរបស់យើងបែបហ្នឹងពួកគេនឹងក៏បានថាចាំមិនអីទេតន្តិចទៀតទៅពួកគេប្រកាសជាគិនចាប់ពីអ្នកហ្នឹងចេញពីក្រុមហ៊ុនមួយហ្នឹងហើយក៏មិនអាចងើបមកនៅទីក្រុងហ្នឹងបានទៀតនោះទេបើសិនជាបានជន់ហើយគឺពួកគេហ្នឹងគឺជន់ឲ្យកប់ផកតែម្ដងហើយពេលហ្នឹងសតម៉ាក់តួប្រុសរបស់យើងស្លៀកពាក់ជាអ្នកបោះសម្អាតទេហើយគាត់ក៏បានចូលមកហាងលក់សម្លៀកបំពាក់កូនកំមុំដោយសារតែគាត់ហ្នឹងគឺចង់ឲ្យកូនប្រសាស្រីរបស់គាត់ហើយនឹងកូនប្រុសរបស់គាត់ហ្នឹងគឺបានរៀបការត្រឹមត្រូវជាមួយគ្នាស្រីជើងល្អនេះហាក៏បានមកដើរតាមទៀតហើយនិយាយទៅគឺពេលហ្នឹងដែរនាងក៏បានចូលមកដៀលណាថាអ្នកក្របែបហ្នឹងហេតុអីបានជាហ៊ានខ្លាំងម្ល៉េះចូលមកកន្លែងហ្នឹងតាមពិតទៅគឺម៉ាក់តួប្រុសរបស់យើងក៏ខ្វះអីមានតកាតខ្មៅមួយគាត់ចាស់ដល់ណាក៏ដល់ដែរចឹងហើយគឺស្រីជើងល្អពីរអ្នកនេះគឺបានដឹងរឿងណាពីអត្តសញ្ញាណពិតរបស់ម៉ាក់តួប្រុសរបស់យើងគឺបែបណាចឹងហើយកំណំគ្នាមើងងាយខ្លាំងមែនតែម្ដងតួស្រីរបស់យើងវិញគាត់ក៏ត្រូវបន្តចាប់ការដូចគ្នានេះក៏មិនអាចធ្វើបែបហ្នឹងបានទេចឹងហើយសត្វស្រីជើងល្អនឹងក៏បានច្រានម៉ាក់របស់តួប្រុសរបស់យើងបន្ទាប់មកពេលហ្នឹងគឺជំងឺរបស់គាត់ចាប់ផ្ដើមរើទៀតហើយពេលហ្នឹងថ្នាំនៅមាននឹងខ្លួនហើយក៏បន្តគឺស្រីពីរអ្នកនេះគឺមានគេហ្នឹងគឺឲ្យផ្ដោតថ្នាំឲ្យម៉ាក់របស់តួប្រុសរបស់យើងបានព្យាបាលទេនិយាយទៅគឺសុខចិត្តទុកឲ្យម៉ាក់របស់តួប្រុសរបស់យើងហ្នឹងគឺស្លាប់នៅកន្លែងណាហើយតួស្រីរបស់យើងក៏ស្រែកឲ្យពួកគេហ្នឹងគឺឆាប់ឈប់ភ្លាមហើយតែពីរអ្នកហ្នឹងគឺនៅតែមិនឈប់បើពេលហ្នឹងម៉ាក់របស់តួប្រុសក៏ថាតកូនប្រុសរបស់គាត់មកពួកគេប្រកាសជាស្លាប់ជាមិនខានចឹងទៅក៏ចាប់ផ្ដើមធ្វើម៉ាក់បាបម៉ាក់របស់តួប្រុសរបស់យើងពេលហ្នឹងដែរគឺតួប្រុសរបស់យើងគាត់ក៏បានមកដល់ណាគាត់ក៏បានសួរតែពួកគេហ្នឹងកំពុងតែនាំគ្នាចង់ធ្វើអីតួស្រីរបស់យើងក៏ទៅជួយម៉ាក់របស់គាត់ភ្លាមហើយក៏ដាក់ថ្នាំដាក់អីឲ្យគាត់បានជាសះស្បើយទៅចំណែកស្រីពីរអ្នកនេះវិញនេះឥឡូវនេះដែរគឺតួប្រុសយើងបាននាំកូនចៅរបស់គាត់មកហើយគាត់ក៏សុខចិត្តបង្ហាញតសញ្ញាណពិតរបស់គាត់តែម្ដងថាតួប្រុសយើងជាប្រធានក្រុមហ៊ុនចឹងហើយតួស្រីយើងក៏ងោតែម្ដងតែហេតុអីក៏ហកគាត់បែបហ្នឹងតួប្រុសយើងក៏ថាគាត់ចង់ប្រាប់តួស្រីយើងយូរហើយរឿងការប៉ាត់ហ្នឹងតែវាអត់មានឱកាសហើយពេលហ្នឹងតួស្រីរបស់គាត់ថាគាត់មិនខឹងទេព្រោះអីបានប្តីរបស់គាត់ល្អក៏ល្អហើយអ្នកមានទៀតបើសិនជាគាត់ខឹងឥឡូវដូចជាមិនកើតដែរព្រោះអីគាត់ស្រឡាញ់តួប្រុសរបស់យើងតាំងពីដើមហើយហ្នឹង